ប្តីប្រពន្ធចាប់ដៃគ្នារកស៊ីក្រោយចាប់បរិញ្ញាព្រោះបងសន្យាថារៀនចប់កាលណាកាន់តែអររកស៊ីជាលក្ខណៈគ្រួសារតែពួកគាត់តស៊ូជាមួយគ្នាតាំងពីនៅវិទ្យាល័យរហូតដល់រៀនចប់ណាហើយបានរៀបការគ្នាជាប្តីប្រពន្ធហើយក៏ចាប់ផ្ដើមមុខរបរនេះឡើងមកដែលរបរនេះដែររៀនចេញពីបងស្រីបង្កើតរបស់បងប្រុសម្នាក់នេះផ្ទាល់ណាដែលកន្លែងគាត់នេះមានសម្បូរបែបមែនតើមានតាំងពីបុកល្ហុងបុកមីបុក7ខ្ចីបុកត្រពាំងអូសម្បូរបែបណាស់ហើយបើចំពោះគ្រឿងសាច់វិញក៏មានដូចជាក្តាមប្រៃប៉ាតេជើងមាន់ផ្គាងាវសាល់ម៉ុនអីនេះអូយមានគ្រប់សពតែម្ដងហើយបើគ្រឿងក្រៅរបស់គាត់អីនេះសុទ្ធតែធ្វើខ្លួនឯងទាំងអស់ដែលមានរូបមន្តពីគ្រួសារគាត់ផ្ទាល់ដែលញ៉ាំមកស្និទ្ធមាត់មែនតើហើយដោយបងប្អូនបានឃើញនេះអញ្ចឹងភ្ញៀវច្រើនមែនតើទៅកន្លែងគាត់នេះហើយបើត្បាល់បុកវិញមិនមែន1មិនមែន2គឺ3តែម្ដងម្នាក់រហ័សដៃណាស់ហើយចំពោះបុកល្ហុងអីនេះបើបានតាមប្រទេសកាន់តែច្រើនកាន់តែជាតិតែម្ដងហើយសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំហឹរខ្ញុំណែនាំឲ្យប្រើប្រាស់ជាមួយនឹង PE Max Premium មួយនេះណាងាយស្រួលញ៉ាំហើយរសជាតិប្រហើរ Sugar Free ទៀតអញ្ចឹងសម្រាប់អ្នកអត់ញ៉ាំស្ករត្រូវតែម្ដងសម្រាប់ PE Max Premium កញ្ចប់ក្រហមមួយនេះណាងាយស្រួលរកទិញមែនតើនៅតាមបណ្ដាអសរស្ថាននានារសជាតិថាមកាពះដែលអាចញ៉ាំបានទូទៅហើយស័ក្តិសមមែនតើសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំហឹរផឹកច្រើនដាច់យប់ឬក៏ចូលគេងយប់ណាដាក់មួយកញ្ចប់ទៅកុំឲ្យកាពះយើងវាកុហកកាហាយធ្វើជូរជាដើមហើយកន្លែងគាត់នេះមានឈ្មោះថាបុកមាន់និង Seafood ដែលទីតាំងរបស់គាត់នៅឯកែមផ្សារទូតពូងណាដែលកន្លែងគាត់នេះបើកលក់ពីម៉ោង5ល្ងាចដល់ម៉ោង12យប់តែម្ដងហើយរបរមួយនេះហើយដែលជារបរដំបូងដែលពួកគាត់ចាប់ដៃគ្នារកស៊ីជាមួយគ្នាណាក្រោយពីបញ្ចប់ការសិក្សាតែគាត់លក់នេះគឺស្រកដៃគ្នាមែនតើដោយបងប្អូនបានឃើញនេះអញ្ចឹងបុកញាប់ដៃតែម្ដងហើយបើនិយាយពីតម្លៃវិញណាមិនថាទាំងបុកល្ហុងមិនថាទាំងបុកមីក៏លក់តម្លៃចាប់ពី7000 8000ហើយអាចលេខបានប៉ាតេក្តាមប្រៃនឹង10000រៀលអាចលេខបានគ្រប់មុខតែម្ដងហើយបើចំពោះពិសេសវិញណាតម្លៃចានតូចនឹង10000រៀលហើយចានធំ20000 30000រៀលតាមភ្ញៀវកំងអីចឹងទៅហើយមិនត្រឹមតែប៉ុណ្្នឹងឯងក៏មានទាំងថែមនំបញ្ចុកឲ្យទៀតផងហើយក្រៅពីនឹងគាត់ក៏មានស្បែកជក់បំពងសម្រាប់ថែមខាងក្រៅផងដែរហើយបុកល្ហុងមួយចានគាត់នេះតម្លៃតែ10000រៀលដោយបងប្អូនបានឃើញចឹងញ៉ាំបានទៅដល់2នាក់ឯណោះហើយចឹងមកកន្លែងគាត់អីកុំភ្លេចហៅគ្នាមកច្រើនផងចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកសាកបុកល្ហុងកន្លែងគាត់នេះអាចមកសាកបានដែលទីតាំងរបស់គាត់នៅឯកែមផ្សារទូតពូងហើយកន្លែងគាត់នេះបើកលក់ពីម៉ោង5ល្ងាចដល់ម៉ោង12យប់ហើយខ្ញុំនឹងតម្លាក់ Google Map នៅក្នុង comment ចឹងសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុងវីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត